បងប្អូនអរគ្នារឿងសង្គ្រាមសេដ្ឋកិច្ចអន្តោប្រវេសន៍និងបញ្ហាពន្ធគយមិនទាន់ចប់ទេនៅសហរដ្ឋអាមេរិកបែរជាចេញរឿងមនុស្សក្រៅភពទៅវិញបើស្ដាប់ដំបូងបងប្អូនទាំងអស់គ្នាប្រហែលជាគិតថានេះជាឈុតផ្សព្វផ្សាយភាពយន្តថ្មីហើយមើលទៅតែអត់ទេនេះជារឿងដែលកំពុងកើតឡើងនៅក្នុងសេតវិមានលោក Donald Trump បានតែងតាំងលោក Avi Loeb ឲ្យធ្វើជាអ្នកដឹកនាំអ្នកវិទ្យាសាស្ត្រសិក្សាអំពី UAP ឬអ្វីដែលមនុស្សភាគច្រើនហៅថា UFO ហើយបើគិតអ្នកវិទ្យាសាស្ត្រណាក៏ដូចអ្នកវិទ្យាសាស្ត្រណាដែរនោះចាំស្ដាប់ប្រវត្តិគាត់សិនលោក Avi Loeb ធ្លាប់ជាប្រធាននាយកដ្ឋានតារាវិទ្យានៅសាកលវិទ្យាល័យ Harvard ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ល្បីមិនមែនត្រឹមតែការងារនៅសាកលវិទ្យាល័យ Harvard ទេកាលពីឆ្នាំ2017មានវត្ថុអន្តរផ្កាយមួយឈ្មោះថា Oumuamua ហោះកាត់ប្រព័ន្ធព្រះអាទិត្យខណៈនោះអ្នកវិទ្យាសាស្ត្រជាច្រើនថាវាជាវត្ថុធម្មជាតិប៉ុន្តែលោក Avi Loeb បែរជានិយាយថាចុះបើវាជាយានមនុស្សក្រៅភពវិញនោះអ្នកវិទ្យាសាស្ត្រផ្សេងទៀតឮហើយហួសចិត្តនឹងស្ទើរតែស្រវាំងភ្នែកគ្រប់គ្នាបងប្អូនមិនទាន់អស់ទេកាលពីឆ្នាំ2023គាត់ថែមទាំងជិះកប៉ាល់ទៅរើសគ្រាប់លោហៈពីបាតមហាសមុទ្រប៉ាស៊ីហ្វិកហើយនិយាយថាវាជាបំណែកបច្ចេកវិទ្យាពីអរិយធម៌ក្រៅភពអ្នកខ្លះថាគាត់ក្លាហានគិតខុសពីគេអ្នកខ្លះទៀតនិយាយថាឈប់សិនលោកគ្រូសូមផ្ទៀងផ្ទាត់ជាមួយការពិសោធន៍សិនទៅឥឡូវនេះលោក Trump បានយកគាត់មកធ្វើជាអ្នកដឹកនាំក្រុមសិក្សា UFO ផ្លូវការតែម្ដងក្រុមនេះនឹងពិនិត្យវីដេអូរូបថតនិងឯកសារជាច្រើនពីក្រសួងការពារជាតិដើម្បីរកឲ្យឃើញថាវត្ថុដែលគេថតបានទាំងនោះជាយន្តហោះសម្ងាត់បាតុភូតធម្មជាតិឬពិតជាមានអ្វីដែលមនុស្សមិនទាន់បានស្គាល់ស្ដាប់ទៅដូចរឿង Hollywood ប៉ុន្តែជាការងាររបស់រដ្ឋាភិបាលអាមេរិកពិតៗទោះជាយ៉ាងណាក៏ដោយសូមកុំទាន់អាលត្រៀមទៅរាក់ទាក់មនុស្សក្រៅភពអីមកដល់ពេលនេះមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថាមានជីវិតក្រៅភពនោះទេតែសំណួរដែលគេបានចាប់ផ្ដើមសួរគ្នាច្រើនជាងគេនោះគឺនៅពេលដែលអាមេរិកកំពុងរវល់រឿងសង្គ្រាមសេដ្ឋកិច្ចអន្តោប្រវេសន៍និងបញ្ហាពន្ធគយហេតុអ្វីបានជា UFO ស្រាប់តែខ្លាចជាតួអង្គឯងចម្លើយប្រហែលជា UFO មិនទាន់ហោះចុះមកដល់ភពផែនដីទេមើលទៅតើបងប្អូនយល់យ៉ាងណាសូម comment នៅវីដេអូខាងក្រោម Follow for more